មានគេសំណូមពរឲ្យខ្ញុំធ្វើវីដេអូអំពី matcha ច្រើនថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូថាតើ matcha គឺជាអីបានមកពីណាហើយវាមានអត្ថប្រយោជន៍អីគេខ្លះហើយនៅពេលដែលយើងញ៉ាំច្រើនណាគឺគួរប្រយ័ត្នទៅលើអីគេទី1 matcha គឺបងប្អូនត្រូវដឹងថាជាប្រភេទនៃស្លឹកតែបៃតងប៉ុន្តែការបណ្ដុះស្លឹក matcha នេះគឺវាខុសគ្នាអំពីការបណ្ដុះតែបៃតងផ្សេងៗដោយសារតែនៅពេលដែលយើងបណ្ដុះតែបៃតងហ្នឹងវាត្រូវពលឺថ្ងៃប៉ុន្តែប្រសិនបើយើងចង់ឲ្យតែបៃតងហ្នឹងវាคล้ายទៅជា matcha គឺគេត្រូវយកវាទៅបណ្ដុះនៅក្នុង shade ឬក៏គេហៅថានៅក្នុងម្លប់ហ្នឹងរយៈពេលថែម20ថ្ងៃទៅ30ថ្ងៃទៀតហើយនៅពេលដែលគ្រប់ថ្ងៃរបស់គេយកវាមកគេយកមកកិនឲ្យម៉ត់ចឹងទៅបានជាម្សៅនៅក្នុងកឡដែលឃើញស្អាតគេយកមកកូរវឹកហើយញ៉ាំនឹងឯងការដែលគេបណ្ដុះវាថែមនៅក្នុងម្លប់ហ្នឹងគឺគេចង់ថែរក្សានៅពពួក antioxidant ហើយនិង amino acid ហ្នឹងឲ្យវាបានល្អដើម្បីវាឡើងខ្ពស់ជាងនៅពេលដែលវាប៉ះជាមួយនឹងពលឺថ្ងៃនិយាយទៅនៅក្នុង matcha គឺវាមានសារធាតុ caffeine សារធាតុ fiber សារធាតុ amino acid ហើយនិងតួឯកសំខាន់ដែលជា antioxidant ពិសេសហ្នឹងគឺ ECGC អត្ថប្រយោជន៍វាចាំខ្ញុំរៀបរាប់ឲ្យស្ដាប់ fiber វាជួយវាថាឲ្យយើងបន្ទន់លាមកអីចឹងណាបត់ជើងស្រួលហ្នឹងណាគេក៏ដឹងដែរទី2ទៀតប្រភេទ amino acid នៅក្នុង matcha ភាគច្រើនគេឃើញមាន L-theanine ហើយនិង L-lysine ពីរមុខហ្នឹងគឺវាជួយពាក់ព័ន្ធជាមួយនឹងការផ្ចង់ស្មារតីហើយនិងសម្រួលដល់ផ្លូវអារម្មណ៍របស់យើងដែរហើយបើតួឯកសំខាន់ even គឺជាប្រភេទ antioxidant ផងប្រភេទ anti-inflammatory ផង antioxidant គឺវាមានតួនាទីដើម្បីទៅចាប់ radical សេរីនៅក្នុងខ្លួនដែលបានពីផ្សែងពុលឬក៏បានពី UVA UVB ពីកម្ដៅថ្ងៃអញ្ចឹងអត្ថប្រយោជន៍វាឲ្យផលមកលើស្បែកគឺទប់ dullness ឬក៏សាច់ស្អាប់ហើយនិងភាពជ្រីជ្រួញរបស់យើងនឹងទប់គេហៅថា anti aging កុំឲ្យយើងឆាប់ចាស់ប្រសិនបើយើងមើលវានៅក្នុងមុខងារ anti inflammatory គឺពាក្យខ្មែរគេចូលចិត្តនិយាយថាជារបស់ត្រជាក់ញ៉ាំទៅវាត្រជាក់ក្នុងអញ្ចឹងចំពោះអ្នកដែលគាត់អាសាឡើងរោលលើមុខឬក៏អ្នកដែលគាត់រោលនៅជុំវិញបបោមាត់របស់គាត់នេះអ្នកខ្លះគឺគាត់មានបញ្ហាហ្នឹងហ្មងអញ្ចឹងអ្នកដែលគាត់ញ៉ាំ matcha ជារៀងរាល់ថ្ងៃក៏ឃើញថាកាត់បន្ថយពពួករឿងឡើងរោលលើស្បែកនឹងដែរដោយសារវាមានសារធាតុ anti inflammation ដែលវាធ្វើឲ្យសាច់របស់យើងឬក៏ខ្លួនរបស់យើងនឹងវាត្រជាក់ការសិក្សាមួយចំនួនទូចដែលគេបង្ហាញថាវាជួយគ្រប់គ្រងគីឡូរបស់យើងដែរអញ្ចឹងអ្នកខ្លះក៏គេជឿដែរថាញ៉ាំ matcha ទៅវាធ្វើឲ្យគីឡូរបស់យើងនឹងអត់សូវឡើងទោះបីជា matcha វាមានអត្ថប្រយោជន៍ច្រើនណាក៏អត់ឲ្យពពកញ៉ាំច្រើនដែរដោយសារតែការដែលយើងញ៉ាំ matcha ហ្នឹងលើសកម្រិតគឺវាឲ្យ toxicity ឬក៏វាឲ្យយើងប្រឈមជាមួយនឹងរឿងអាលាកថ្លើមអញ្ចឹងបានប្រសិនបើយើងញ៉ាំនៅក្នុងកម្រិតថាមួយថ្ងៃមួយកែវយើងកូរញ៉ាំអីជាមួយនឹងទឹកដោះគោអីធម្មតាអាហ្នឹងវាជួយឲ្យអត្ថប្រយោជន៍មកស្បែកឲ្យអត្ថប្រយោជន៍ទៅលើអារម្មណ៍ដូចដែលខ្ញុំប្រាប់ខាងលើអញ្ចឹងក៏ប៉ុន្តែប្រសិនបើយើងប្រើក្នុងន័យថាជា supplement ឬក៏គេហៅថាជា green tea extract អីហ្មងអាហ្នឹងគឺត្រូវតែ check មើលពាក់ព័ន្ធជាមួយនឹងមុខងារថ្លើមព្រោះអីវាមានសារធាតុដែលអាចធ្វើឲ្យអាលាកថ្លើមរបស់យើងបានប្រសិនបើយើងញ៉ាំនៅក្នុងកម្រិតច្រើនពេកថ្ងៃនេះខ្ញុំចែកលេខប៉ុណ្ណឹងប្រសិនបើមានសំណួរអីទៀតអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតបាយបាយ